ម្ហូបមួយមុខនេះឈ្មោះថាមាន់ស្រវឹងប៉ុន្តែយើងហូបគឺអត់ស្រវឹងទេអ្នកគ្នាតោះឥឡូវយើងចាប់ផ្ដើមមកទស្សនាទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងមកធ្វើការជាមួយនឹងដុតមាន់ស្រវឹងបងប្អូនអ្នកគ្នាបាទជាដំបូងគឺយើងធ្វើការមកហាន់សាច់មាន់យើងសិនអ្នកគ្នាយើងហាន់សាច់មាន់នេះហើយគឺយើងជាវាដើម្បីឲ្យពេលដែលយើងប្រឡាក់គ្រឿងទៅគឺវាចូលសព្វគ្នាល្អបងប្អូនឥឡូវយើងចាប់ផ្ដើមមកហាន់វាចំណិតចឹងទៅដើម្បីងាយស្រួលក្នុងការប្រឡាក់គ្រឿងវាបាទហើយមាន់នេះដែរបញ្ជាក់ឈ្មោះមាន់ស្រវឹងមែនប៉ុន្តែយើងហូបទៅគឺអត់ស្រវឹងទេមានតែឈ្មោះណាតោះឥឡូវយើងធ្វើការដាក់ស្លឹកគ្រៃជាមួយនឹងឆ្នាំងសិនដើម្បីការពារកុំឲ្យវាខ្លោចឥឡូវយើងក្រាស្លឹកគ្រៃនៅជាមួយនឹងបាតឆ្នាំងហើយក៏យើងធ្វើការវែកវាស្លឹកគ្រៃហ្នឹងដាក់ឲ្យពេញឆ្នាំងហ្នឹងទៅបងប្អូនទាំងគ្នាតោះពេលយើងដាក់ស្លឹកគ្រៃហ្នឹងហើយក៏យើងធ្វើការដាក់សាច់មាន់យើងចូលទៅក្នុងឆ្នាំងហ្នឹងតែម្ដងបាទយើងដាក់ប្រៀបវាជាងទៅដើម្បីងាយស្រួលយើងកុំឲ្យវាឆ្អៀតគ្នាមកបន្ទាប់មកក៏យើងធ្វើការថែមម្ទេសចូលដើម្បីឲ្យវាក្លិនឥឡូវធ្វើការដាក់ស្ករហើយនឹងប៊ីចេងដើម្បីឲ្យវាចូលជាតិគ្នាបន្ទាប់ពីយើងដាក់ស្ករនិងប៊ីចេងហើយក៏ខ្ញុំធ្វើការដាក់ជាមួយនឹងប្រេងខ្យងបាទហើយបញ្ជាក់តិចអ្នកគ្នាប្រេងខ្យងនេះគឺប្រេងខ្យងរបស់ខ្មែរយើងទេមិនមែនជារបស់សៀមទេអ្នកគ្នាតោះឥឡូវយើងធ្វើការចាក់ប្រេងខ្យងនឹងចូលហើយតែយើងកុំដាក់ច្រើនពេកអ្នកគ្នាយើងដាក់មកល្មមមកដើម្បីឲ្យបើសិនជាយើងដាក់ច្រើនពេកវាអាចនឹងវាទៅចេញផ្អែមឬក៏ចេញប្រៃអញ្ចឹងអ្នកគ្នាឥឡូវយើងធ្វើការដាក់ប្រឡាក់វាដើម្បីឲ្យវាចូលជាតិគ្នាទៅវាដល់ពេលយើងធ្វើការដុតវាទៅឲ្យវាសាច់មាន់ហ្នឹងគឺក្រហមហើយវាចូលជាតិគ្នាបានល្អបាទយើងប្រឡាក់វាអញ្ចឹងអ្នកគ្នាអធិស្ឋានអ្នកគ្នាថ្ងៃនេះវាអត់មានស្រោមដៃចឹងហើយគឺខ្ញុំធ្វើការដាក់ដៃប៉ុន្តែដៃយើងគឺស្អាតធម្មតាទេអ្នកគ្នាឥឡូវយើងដាក់វាឲ្យវាចូលជាតិគ្នាចឹងអ្នកគ្នាបន្ទាប់ពីយើងធ្វើការដាក់វាហើយក៏យើងធ្វើការចាប់ផ្ដើមដាក់វាឲ្យក្តៅសិនដាក់ចូលខ្ទះហ្នឹងដើម្បីឲ្យក្តៅខ្ទះហើយបានយើងចាប់ផ្ដើមធ្វើការដាក់ជាមួយនឹងស្រាចូលតែម្ដងមកនេះគឺខ្ញុំប្រើជាមួយនឹង Gensburg បាទដោយសារខ្ញុំចូលចិត្ត Gensburg វាស្រាលសតុនយ៉ាឥឡូវត្រូវអង្វាន់មួយទៀតតោះឥឡូវយើងធ្វើការចាក់ Gensburg ចូលតែម្ដងទៅបាទហើយយើងដាក់កុំដាក់ច្រើនពេកណាគ្នាដាក់ត្រឹមតែកន្លះកំប៉ុងទៅបានហើយបើសិនជាយើងដាក់ច្រើនពេកដាក់តែប៉ុណ្្នឹងទៅដើម្បីសល់ប្រមាណទុកឲ្យយើងខ្លែមខ្លះអ្នកគ្នាបន្ទាប់ពីយើងធ្វើការកម្ដៅវាបានមកសន្ទុះហើយសាច់មាន់របស់យើងក៏វាបានប្រែហើយមើលតាទម្រង់របស់វាគឺសាច់វាឡើងល្អខ្លាំងមែនទែនបងប្អូនអ្នកគ្នាបាទអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ភ្លក់ឬក៏ចង់សាកធ្វើអាចធ្វើតាមវិធីនេះបានគឺឈ្មោះហៅថាមាន់ស្រវឹងប៉ុន្តែហូបទៅគឺអត់ស្រវឹងទេបាទឥឡូវធ្វើការឆ្អិនហើយអ្នកគ្នាជាមួយនឹងទឹកត្រីតាកែវមិនមែនទឹកត្រីកោះកុងទេអ្នកគ្នាបាទមាន់ទំនងសាច់វាផុយល្អខ្លាំងមែនទែនអ្នកគ្នានេះមើលសាច់អែមសែមជាមួយនឹងទឹកត្រីបាទហើយនិយាយរួមទៅគឺងាយស្រួលធ្វើខ្លាំងមែនទែនជាមួយនឹង